មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយចូលបញ្ចេញតែពាក្យណាដែលល្អៗសម្រាប់នឹងស្អាងចិត្តតាមត្រូវការដើម្បីឲ្យបានដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះハរតីដែលទ្រង់ដៅចំណាំអ្នករាល់គ្នាទុកសម្រាប់ដល់ថ្ងៃប្រលោះនោះឡើយចូលខំដកគ្រប់ទាំងសេចក្តីជួលវិញដៅក្រហាយកំហឹងលោឡាជេរប្រមាថនិងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរតែឥឡូវនេះចូលឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះគឺសេចក្តីកំហឹងខ្នួនខ្នាញ់គំរក់ប្រមាថនិងពាក្យអពមង្គលចេញពីមាត់ចូលទៅកុំឲ្យកុហកគ្នាឡើយបិទអ្នករាល់គ្នាបានដោះមនុស្សចាស់និងអំពើរបស់វាចូលចេញហើយចូលប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹងឲ្យបានត្រូវនឹងរូបព្រះអង្គដែលបង្កើតមនុស្សថ្មីនោះមកព្រមទាំងរឿងគួរខ្មាស់ពាក្យសម្ដីចំគួតនិងពាក្យកំប្លែងដែលសេចក្តីទាំងនោះមិនគួរគប្បីដែរសុពលតែពាក្យសម្រាប់អរព្រះគុណវិញបិទអ្នករាល់គ្នាដឹងថាមានមនុស្សកំផិតឬស្មោកគ្រោកឬល្មោបគឺជាមនុស្សថ្វាយបង្គំរូបព្រះដែលនឹងគ្រងមរតកក្នុងនគរនៃព្រះគ្រីស្ទហើយនៃព្រះផងបានឡើយកុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយត្បិតគឺដោយព្រោះសេចក្តីទាំងនោះបានជាសេចក្តីក្ររបស់ព្រះបានមកលើមនុស្សរឹងចចេះដូច្នេះកុំឲ្យមានចំណែកជាមួយនឹងគេឡើយត្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរតែឥឡូវនេះវិញបានភ្លឺក្នុងព្រះអង្គម្ចាស់ដូច្នេះចូលដើរដូចជាមនុស្សភ្លឺចុះប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសម្រាប់ចង់បាននោះឈ្មោះថាបានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញហើយរក្សាសេចក្តីបញ្ញត្តិរបស់អញទាំងប៉ុន្មានព្រមទាំងប្រព្រឹត្តតាមផងនោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្តចុះតើមនុស្សនឹងកងយករបស់ព្រះឬប៉ុន្តែឯងរាល់គ្នាបានកងយករបស់អញហើយរួចបែរជាសួរថាតើយើងបានកងយករបស់ទ្រង់ឯណាគឺក្នុងដងវាយ1ភាគក្នុង10ហើយក្នុងដងវាយលើកចុះឡើងនោះឯងមិនត្រូវឲ្យឯងរាល់គ្នាលួចឬប្រព្រឹត្តឆបោកឬកុហកគ្នាទៅវិញទៅមកឡើយហើយមិនត្រូវស្បត់បំពានដោយនៅឈ្មោះអញទាំងបង្អាប់ដល់ព្រះនាមនៃឯងឡើយអញនេះជាព្រះយេហូវ៉ាមិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាងឬរឹបជន់គេឡើយក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរមិនត្រូវឲ្យឯងរាល់គ្នាបំបត្តិគ្នាឡើយត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញត្បិតអញនេះគឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នាការដែលប្រមូលទ្រព្យសម្បត្តិដោយសារអណ្ដាតភូតភរនោះជាចំហាយទឹកទទេដែលផាត់ទៅមកដោយពួកអ្នកដែលរោគស្លាប់អ្នកណាដែលលួចយករបស់ឪពុកឬម្ដាយខ្លួនរួចពោលថាមិនមែនជាបាបទេអ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយបើអ្នកណាធ្វើបាបហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ាដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុកឬបញ្ចាំនៅដៃខ្លួនឬដែលខ្លួនបានលួចឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាងពួកចោរពួកមនុស្សលោភពួកប្រមឹកពួកថ្មេះឌីលនិងពួកប្លន់កំហែងនោះមិនដែលបានគ្រងនគរព្រះទុកជាមរតកឡើយ